ចាសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយបង្ហាញអំពីផ្កាដែលខ្ញុំធ្វើដោយដៃផ្ទាល់នាងខ្ញុំផ្ទាល់ណាគឺបត់ដោយដៃហ្មងគឺប្រភេទផ្កាលោះកាមញីបងប្អូនចង់បានប្រភេទផ្កាលោះកាមញីកុំភ្លេចកំងតាម page ឬ Facebook របស់នាងខ្ញុំណានាងខ្ញុំមានទទួលធ្វើផ្កាបោះដុំលក់រាយមានជាតងជាបាច់ជាថោនិយាយទៅចេញមកថ្មីរហូតហើយរូបភាពគឺខ្ញុំមានផុសរហូតណាបងប្អូនទាំងគ្នាប្រភេទផ្កាដែលខ្ញុំអត់ដែលបានធ្វើបើសិនជាបងចង់បានបងផ្ញើរូបមកអាចតាក់ទងបានណាខ្ញុំនឹងធ្វើជូនជាគំរូមួយបើសិនជាបងប្អូនពេញចិត្តខ្ញុំនឹងធ្វើដាក់តម្លៃដាក់អីជូនទៅបងប្អូនទាំងគ្នានិយាយទៅខ្ញុំធ្វើផ្កាបានច្រើនប្រភេទផ្កាលោកម្មញីបងប្អូនទាំងគ្នាបងប្អូនមើលទាំងអស់គ្នានៅក្នុង page របស់ខ្ញុំ Facebook របស់ខ្ញុំក៏ដឹងហើយថាមានផ្កាច្រើនប្រភេទមិនខ្លះអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំធ្វើជាវីដេអូដើម្បីចង់ប្រាប់បងប្អូនថាឥឡូវហ្នឹងខ្ញុំមាន channel YouTube ដែរខ្ញុំធ្វើផ្កាហើយខ្ញុំបង្រៀនពីរបៀបបត់ផ្កាហើយខ្ញុំផុសនៅក្នុង Facebook YouTube ឬក៏ page របស់នាងខ្ញុំអញ្ចឹងណាហើយនេះគឺប្រភេទផ្កាកតឹងដែលមានភ្លើងបងប្អូនទាំងគ្នាបងប្អូនទាំងគ្នានិយាយទៅខ្ញុំធ្វើច្រើនប្រភេទមែនតែនគាត់ថាពេលនេះខ្ញុំផុសបានតែមួយចំនួនទេពេលកម្មវិធីបុណ្យដូច14កុម្ភៈអីគឺនិយាយខ្ញុំធ្វើលង្គភ្ញៀវកំងខ្ញុំធ្វើអត់ចង់តន់ទេបងប្អូនទាំងគ្នាឥឡូវហ្នឹងខ្ញុំចាប់ដើមធ្វើម៉ូដប្លែកច្រើនឲ្យបានបងមានម៉ូដបងប្អូនផុសឃើញអញ្ចឹងណាហើយនេះប្រភេទបតោងសោឬក៏បតោងកបោបអីនិយាយទៅដាក់នៅក្រោមកបោបឬក៏បតោងសោឬក៏កូនកបោបកូនអីគឺស្អាតខ្លាំងមែនតែនហើយនេះក៏ប្រភេទជាផ្កាឈូកគឺភ្ញៀវកំងផ្កាឈូក2ផើងណាហើយនេះខ្ញុំធ្វើហើយក៏ខ្ញុំឆ្លៀតថតជូនពេលតិចទៀតខ្ញុំនឹងធ្វើវីដេអូបង្រៀនធ្វើបត់ផ្កាទាំងអស់ហ្នឹងណាបើសិនជាបងប្អូនចង់បានម៉ូដផ្កាអីប្រាប់មកគឺខ្ញុំបរៀនជូនដោយសារតែឥឡូវហ្នឹងខ្ញុំរៀងតនេបងប្អូនកាលពីមុនខ្ញុំរវល់ខ្លាំងមែនតើសូម្បីតែបត់ផ្កាឲ្យភ្ញៀវក៏បត់អត់តាន់ដែរអញ្ចឹងក៏អត់បានធ្វើវីដេអូបរៀនអញ្ចឹងឥឡូវចាប់ដើមរៀងតនេហើយចាំមើលខ្ញុំនឹងធ្វើវីដេអូបរៀនពីការធ្វើភួងតូចធ្វើម៉េចភួងធំធ្វើម៉េចផ្កាកាមញីប្រភេទផ្កាឈូកម៉េចអានេះផ្កាលីលីដែរបងប្អូនទាំងគ្នាភ្ញៀវកំងដែរពណ៌ក្រហមនិងពណ៌លឿងនិយាយទៅស្រស់ស្អាតខ្លាំងមែនតែនហ្មងនេះគឺពណ៌លឿងបងប្អូនទាំងគ្នានិយាយទៅភ្ញៀវអរគុណភ្ញៀវមែនតែនដែលតែងតែគាំទ្រស្នាដៃរបស់នាងខ្ញុំណាហើយបើសិនជាចង់កំងផ្កាផ្សេងអាចឆានមកបានណាតម្លៃអាច inbox មកព្រោះដោយសារតែធម្មតាបើសិនជាថោឬក៏បាច់វាមានបាច់តូចបាច់ធំថោមានថោតូចថោធំអញ្ចឹងណាពួកខ្ញុំមានធ្វើជាតើងបោះដុំលក់រាយហើយតម្លើងជាថោតម្លើងជាបាច់និយាយទៅមានគ្រប់ប្រភេទហើយឥឡូវហ្នឹងខ្ញុំមានធ្វើ mini បែបថោទុយខ្ជូតណាអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចជួយគាំទ្រផងណានេះគឺផ្កាកម្មញីដែលខ្ញុំបត់ដោយដៃខ្លួនឯងអានេះភ្ញៀវកំងពណ៌នេះដើម្បីតម្លើងជាបាច់និយាយទៅឲ្យតែភ្ញៀវចង់បានពណ៌អីអាចឆាតមកប្រាប់បានណាបងប្អូនទាំងគ្នាលុះកម្មញីរបស់នាងខ្ញុំកំងចូលមកច្រើនហើយមានគ្រប់ពណ៌ហើយនេះក៏ភ្ញៀវកំងជាបាច់ដែរកំងពណ៌ផ្កាឈូកអញ្ចឹងណាហើយខ្ញុំធ្វើវីដេអូបានតិចតួចអញ្ចឹងតែចាប់ពីថ្ងៃហ្នឹងទៅគឺខ្ញុំធ្វើវីដេអូបានច្រើនហើយនេះគឺមលិជកៈនេះបងប្អូនអាចកំងបានបើសិនជាបងប្អូនដាក់មលិជកៈប្រភេទកាមញីនេះបងប្អូនដាក់បានមួយដាក់បានយូរអញ្ចឹងបើយើងទិញមលិស្រស់វាឆាប់ខូចអញ្ចឹងបើសិនបងប្អូនចង់សំចៃអាចកំងបានមលិជកៈភួងកាមញីហើយនេះផ្កាឈូករត់ពណ៌លឿងនិយាយទៅស្អាតខ្លាំងមែនតើភ្ញៀវកំងដាក់មើលដេអរគុណច្រើន